យោធាថៃគឺមានផែនការវាបហាមកលើកម្ពុជាយើងនៅថ្ងៃទី18ខែវិច្ឆិកានេះអ្នកនរគ្នាលឿនខលឯនេះគឺជាអ្វីដែលខ្ញុំបានឃើញនៅក្នុង Facebook គេ share ច្រើនខ្លាំងមែនទែនហើយប្រភពអ្នកផុសគឺតែ page ធំៗនៅម៉ោង9យប់មុននេះនឹង page The Morning គឺគាត់បានផុសថាសូមបងប្អូនប្រុងប្រយ័ត្នតាមដានព័ត៌មានគួរទុកចិត្តបានយោធាថៃគឺមានផែនការវាបហាមកលើកម្ពុជាយើងនៅថ្ងៃទី18ខែវិច្ឆិកាខាងមុខនេះនៅតំបន់ថ្មដានិងតំបន់អូភ្លុកដំរីហើយ20នាទីក្រោយមក Fresh News គឺបានចេញព័ត៌មានដូចគ្នាដោយគេបានដាក់ថាតាមប្រភពដែលគួរឲ្យទុកចិត្តបានប្រាប់បណ្ដាញ Fresh News ថាទាហានថៃគឺក្រុងវាបហាអញ្ចឹងទៅហើយសម្រាប់ខ្មែរឡតនិយាយទៅគឺសារព័ត៌មានធំៗនៅខ្មែរយើងគឺបាន share ព័ត៌មានចែកម្លែកព័ត៌មាននេះទាំងអស់ដូចគ្នាដែរអញ្ចឹងសម្រាប់ខ្ញុំបានថាព័ត៌មាននេះប៉ិតឬក៏คล้ายៗទេគាត់តែខ្ញុំចែកម្លែកឲ្យអ្នកនរគ្នាបានមើលបានឃើញថាអ្វីដែលកំពុងផ្ទុះឡើងនៅក្នុង social media អញ្ចឹងអានេះប៉ិតគឺប៉ិតក៏ខ្ញុំអត់ដឹងដូចគ្នាដែរអ្វីដែលចាំមើលបន្តទៀតគឺមានតែចាំមើល page របស់ក្រសួងផ្លូវការរបស់កម្ពុជាយើងទៅបាត់យ៉ាពេលឃើញព័ត៌មានអញ្ចឹងគឺអត់សុបាយចិត្តទេចាប់ដើមព្រួយបារម្ភទៀតហើយដោយសារ page ដែលផុសហ្នឹងគឺមិនមែនអ្នកដែលផុសទៅពីផ្ដេសផ្ដាសបើសិនជាផុសទៅពីផ្ដេសផ្ដាសក៏ខ្ញុំអត់ដែរខ្វល់អត់យកមកធ្វើវីដេអូអីអញ្ចឹងដែរបាត់យ៉ាអ្នកនរគ្នាដឹងហើយ Fresh News ខ្មែរឡតហើយ page The Morning ទៀតយ៉ាអញ្ចឹងបងប្អូនគិតមិនដែរសម្រាប់បងប្អូនដែលនៅតាមព្រំប្រទល់ព្រំដែនគឺស្ថានភាពមិនវិញអីមិនវិញដែរបើសិនជាអាចចែកម្លែកបានប្រាប់ក្នុង comment ផងយើងចាំមើលទាំងអស់គ្នាទៀតអញ្ចឹងបើសិនជាមានអីថ្មីចាំខ្ញុំអាប់ដេតអ្នកនរគ្នាសូមកុំភ្លេច follow Facebook និង TikTok របស់ខ្ញុំនេះផង